ជាស្ដែងសម្រាប់កម្មវិធី Mr International ទាំងអន្តរជាតិហើយក៏ដូចជា Mr International Cambodia ដែលរៀបចំដោយពួកយើងចំណុចសំខាន់ដែលយើងចង់ជ្រើសរើសបរិះឯកអន្តរជាតិមួយរូបសម្រាប់ឆ្នាំ2025នេះដើម្បីតំណាងប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ Mr International លក្ខណៈពិសេសគឺមានច្រើនទី1គឺតាក់ទងជាមួយនឹងកម្ពស់របស់គាត់ទី2តាក់ទងជាមួយនឹងលក្ខណៈសម្បត្តិរបស់គាត់តាក់ទងជាមួយនឹងទម្រង់មុខហើយមួយទៀតតាក់ទងជាមួយទៅនឹង body shape រូបរាងរបស់គាត់ហើយទី3តាក់ទងជាមួយនឹងទំនាក់ទំនងក្នុងសង្គមក៏ដូចជាមនុស្សជុំវិញខ្លួនហើយនឹងទី5ដែលសំខាន់ជាងគេគឺតាក់ទងជាមួយនឹងការតស៊ូនៅក្នុងឆាកជីវិតក៏ដូចជារឿងដែលគាត់ធ្លាប់ជួបក្នុងឆាកជីវិតដើម្បីចែករំលែកជាសាធារណៈហើយដើម្បីធ្វើជាគំរូដល់បុគ្គលជំនាន់ក្រោយហើយនឹង inspire អ្នកដែលជំនាន់ក្រោយដើម្បីឲ្យគាត់មានការតស៊ូមោះមុតដើម្បីទទួលបានភាពជោគជ័យដូចជារូបគាត់ផងដែរបាទនេះគឺជាចំណុចទាំង5ដែលសំខាន់ហើយបើសិនថាលក្ខខណ្ឌទាំង5នេះតើឲ្យជ្រើសរើសថាយកមួយណាដើម្បីសម្រេចយកឈ្នះគឺអត់បានទេយើងមើលលើតាមតថភាពជាក់ស្ដែងថាតើបុគ្គលដែលយើងជ្រើសរើសឈ្នះហ្នឹងគឺគាត់អាចមានលក្ខណៈពិសេសណាមួយនៃចំណុចទាំង5ហ្នឹងលើគេឬក៏គាត់មានចំណុចទាំង5ហ្នឹងនៅក្នុងកម្មវិធីហ្នឹងតែម្ដងហើយមួយបន្ថែមទៀតហ្នឹងគឺតាក់ទងជាមួយនឹងចំណេះដឹងទូទៅរបស់គាត់លោករីសវណ្ណៈបង្ហាញចំណុចទាំង5ដែលជាលិភី Mr International Cambodia ឆ្នាំ2025ត្រូវតែមានក្រោយពីជ្រើសរើសបេក្ខជនដែលប្រកបទៅដោយគុណភាពបានជិត20រូបរួចមកក្នុងពេលនេះកម្មវិធីប្រកួតសម្រស់បរិះឯកលំដាប់ពិភពលោកដូចជា Mr International Cambodia ឆ្នាំ2025បានប្រកាសឲ្យថាការបំពាក់ឈៀងបេក្ខភាពផ្លូវការនឹងធ្វើឡើងនៅថ្ងៃទី22ខែឧសភាឆ្នាំ2025ខាងមុខនេះហើយលោករីសវណ្ណៈដែលជានាយកប្រតិបត្តិ Mr International តំបន់អាស៊ីនៅបានបញ្ជាក់ផងដែរថាសម្រាប់គណៈកម្មការគឺមកពីច្រើនប្រទេសនិងរួមដល់បុរសឯកកញ្ញាឯកដែលមានបទពិសោធន៍ខ្ពស់នៅក្នុងប្រទេសផងដែរតែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺបេក្ខភាពដែលអាចទទួលបានតំណែងជាជ័យលាភីលុះណាតែពួកគេមានចំណុចសំខាន់ចំនួន5ដែលកម្មវិធីបានដៅទុកដោយក្នុងនោះលោករីសវណ្ណៈដែលជានាយកប្រតិបត្តិ Mr International តំបន់អាស៊ីក៏បានផ្ដល់កិច្ចសភាពិសេសចំពោះរឿងនេះផងដែរបាទជំរាបសួរខ្ញុំបាទឈ្មោះរីសវណ្ណៈជាអ្នកគ្រប់គ្រងនិងរៀបចំនៅក្នុងកម្មវិធី Mr International Cambodia ឆ្នាំ2025នេះផងដែរបាទអរគុណច្រើនបាទសម្រាប់តំណែងជា ND ជាលើកទី1របស់លោកឬក៏យ៉ាងណាបាទជាស្ដែងតកតងជាមួយទៅនឹងកម្មវិធី Mr International Cambodia 2025នេះគឺអ្នករៀបចំគឺខ្ញុំបាទហើយសម្រាប់ National Director គឺ Mr Romeo Lee Baon ប៉ុន្តែយ៉ាងណាមិញពួកយើងទាំងពីរនេះបានសហការគ្នារៀបចំកម្មវិធីនេះឡើងដើម្បីធ្វើឲ្យកម្មវិធីបរិះឯកអន្តរជាតិនៅក្នុងឆ្នាំ2025នេះកាន់តែមានភាពខុសប្លែកនិងអស្ចារ្យជាងឆ្នាំដែលកន្លងផុតទៅបាទតែលោកអាចបង្ហាញអំពីចំណាប់អារម្មណ៍បន្តិចបន្តទៀតថាតើមូលហេតុអ្វីទើបលោកជ្រើសរើសបាទយកបាទកម្មវិធីបាទ Mr International បាទ Cambodia បាទឬក៏ Mr International បាទសម្រាប់យកមករៀបចំកម្មវិធីព្រោះថានៅក្នុងពេលនេះបាទ beauty pageant គឺមានច្រើនមែនទែនបាទដោយអស់លោកស្រីនាងកញ្ញាបានដឹងហើយថាកម្មវិធីប្រកួត beauty pageant ទាំងបុរសទាំងស្ត្រីគឺមានច្រើនមែនទែនលំដាប់ថ្នាក់អន្តរជាតិហើយទន្ទឹមមនុស្សគឺមានកម្មវិធីល្បីៗជាច្រើនក្រៅពីកម្មវិធី Mr International តែដោយឡែកមូលហេតុដែលពួកយើងបានសម្រេចយកកម្មវិធី Mr International ដើម្បីមករៀបចំកម្មវិធីប្រកួតនៅប្រទេសកម្ពុជាដោយសារខ្ញុំបានជាបេក្ខភាពផ្ទាល់ជាអ្នកតំណាងកម្ពុជាចូលរួមក្នុងកម្មវិធី Mr International ក្នុងឆ្នាំ2024បន្ទាប់ពីខ្ញុំបានចូលរួមបានឃើញថារចនាសម្ព័ន្ធនិងគោលគំនិតនៅក្នុងកម្មវិធី Mr International ពិតជាពិសេសពិតជាអស្ចារ្យខុសពីកម្មវិធី Beauty Pageant ដោយឡែកសម្រាប់ឆ្នាំ2024ដែលខ្ញុំបានចូលរួមនឹងគឺខ្ញុំបានឃើញតាក់ទងជាមួយនឹងការ inspire next generation តាក់ទងជាមួយនឹងបណ្ដុះគំនិតនៃយុវវ័យតាក់ទងជាមួយនឹងការចែករំលែកវប្បធម៌ចម្រុះរបស់ប្រទេសកម្ពុជាក៏ដូចជាប្រទេសផ្សេងៗទៀតនៅលើឆាកអន្តរជាតិហើយអ្វីដែលមិនអាចកាត់ថ្លៃបានគឺជាទំនាក់ទំនងដ៏ល្អឥតខ្ចោះរវាងបេក្ខភាពដែលមកពីបណ្ដាជុំវិញពិភពលោកដែលចូលរួមនៅក្នុងកម្មវិធី Mr International ហើយកត្តាសំខាន់មួយទៀតតាក់ទងជាមួយនឹងកម្មវិធីមួយនេះគឺមានការប្រកួតដែលចង់បានជាមួយនឹងសុភាពបុរសដែលមានសមត្ថភាពទាំងចំណេះដឹងទាំងភាពវៃឆ្លាតទាំង
ទំនាក់ទំនងហើយមិនត្រឹមតែប៉ុណ្ណោះទេលក្ខណៈពិសេសច្រើនផ្សេងទៀតដែលកម្មវិធីជ្រើសរើសដូច្នេះហើយទើបពួកយើងបានសម្រេចជ្រើសរើសយកកម្មវិធី Mr International ដើម្បីមករៀបចំនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំ2025ហើយលក្ខណៈពិសេសមួយទៀតដោយសារកម្មវិធី Mr International នៅក្នុងប្រទេសកម្ពុជារបស់យើងប្រហែល 2-3 ឆ្នាំកន្លងផុតទៅអត់ដែលធ្វើកម្មវិធីប្រកួតទេហើយខ្ញុំបានជាអ្នកចូលរួមប្រកួតផ្ទាល់ដែលត្រូវបានចាត់តាំងដោយ Mr Romeo Libaon កាលពីឆ្នាំ2024នោះទៅខ្ញុំសម្រេចចិត្តថានៅពេលត្រឡប់មកពីកម្មវិធីប្រកួតវិញខ្ញុំនឹងបញ្ញាចិត្តថានឹងរៀបចំកម្មវិធី Mr International Cambodia ឲ្យមានរូបរាងឡើងបាទសូមអរគុណបាទអរគុណច្រើនបាទតកតងទៅនឹងលក្ខន្តិកៈនៅក្នុងការប្រកួតបាទនៃកម្មវិធីបាទ Mr International Cambodia ឆ្នាំ2025នេះតើមានលក្ខណៈបែបណាខ្លះលោកអាចបញ្ជាក់បានទេព្រោះថាសម្រាប់ការប្រកួតគឺយើងមានលក្ខន្តិកៈក្នុងការជ្រើសរើសបេក្ខជនគឺផ្សេងគ្នាបាទកម្មវិធីខ្លះគាត់តម្រូវទៅលើបាទរូបសម្រស់ជាសំខាន់កម្មវិធីខ្លះគាត់តម្រូវទៅលើបាទកម្ពស់កពរបាទឬក៏ចំណេះដឹងជាសំខាន់ឬក៏កម្មវិធីមួយចំនួនទៀតគាត់បាទជ្រើសរើសយកបេក្ខជនដែលគាត់មានភាពជាគំរូច្រើនជាងបាទអញ្ចឹងសម្រាប់បាទកម្មវិធី Mr International បាទសម្រាប់ឆ្នាំ2025នេះបាទសម្រាប់ប្រទេសកម្ពុជាយើងបាទតើមានលក្ខន្តិកៈអ្វីខ្លះបាទដូចគ្នានឹងគេដែរទេឬក៏ខុសពីគេហើយមួយវិញទៀតគឺចង់ជំរាបសួរថាតើភាសាបរទេសបាទសំខាន់ដែរទេព្រោះថាមានបងប្អូនយើងមួយចំនួនបាទគឺគាត់មានរូបសម្រស់ប៉ុន្តែគាត់អាចនឹងខ្សោយនៅលើផ្នែកភាសាបរទេសបាទអរគុណជាស្ដែងសម្រាប់កម្មវិធី Mr International ទាំងអន្តរជាតិហើយក៏ដូចជា Mr International Cambodia ដែលរៀបចំដោយពួកយើងចំណុចសំខាន់ដែលយើងចង់ជ្រើសរើសបរិះឯកអន្តរជាតិមួយរូបសម្រាប់ឆ្នាំ2025នេះដើម្បីតំណាងប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ Mr International លក្ខណៈពិសេសគឺមានច្រើនទី1គឺតាក់ទងជាមួយនឹងកម្ពស់របស់គាត់ទី2តាក់ទងជាមួយនឹងលក្ខណៈសម្បត្តិរបស់គាត់តាក់ទងជាមួយនឹងទម្រង់មុខហើយមួយទៀតតាក់ទងជាមួយទៅនឹង body shape រូបរាងរបស់គាត់ហើយទី3តាក់ទងជាមួយនឹងទំនាក់ទំនងក្នុងសង្គមក៏ដូចជាមនុស្សជុំវិញខ្លួនហើយនឹងទី5ដែលសំខាន់ជាងគេគឺតាក់ទងជាមួយនឹងការតស៊ូនៅក្នុងឆាកជីវិតក៏ដូចជារឿងដែលគាត់ធ្លាប់ជួបក្នុងឆាកជីវិតដើម្បីចែករំលែកជាសាធារណៈហើយដើម្បីធ្វើជាគំរូដល់បុគ្គលជំនាន់ក្រោយហើយនឹង inspire អ្នកដែលជំនាន់ក្រោយដើម្បីឲ្យគាត់មានការតស៊ូមោះមុតដើម្បីទទួលបានភាពជោគជ័យដូចជារូបគាត់ផងដែរបាទនេះគឺជាចំណុចទាំង5ដែលសំខាន់ហើយបើសិនថាលក្ខខណ្ឌទាំង5នេះតើឲ្យជ្រើសរើសថាយកមួយណាដើម្បីសម្រេចឈ្នះគឺអត់បានទេយើងមើលលើតាមតថភាពជាក់ស្ដែងថាតើបុគ្គលដែលយើងជ្រើសរើសឈ្នះហ្នឹងគឺគាត់អាចមានលក្ខណៈពិសេសណាមួយនៃចំណុចទាំង5ហ្នឹងលើគេឬក៏គាត់មានចំណុចទាំង5ហ្នឹងនៅក្នុងកម្មវិធីហ្នឹងតែម្ដងហើយមួយបន្ថែមទៀតហ្នឹងគឺតាក់ទងជាមួយនឹងចំណេះដឹងទូទៅរបស់គាត់ដែលយើង focus សំខាន់ហើយសម្រាប់ភាសាវិញផងដែរភាសាអង់គ្លេសឬក៏ភាសាបរទេសពិតជាសំខាន់សម្រាប់កម្មវិធីប្រកួតផ្សេងប៉ុន្តែបើសិនថាឲ្យជាចាំបាច់ដោយខានពំបាននៅក្នុងកម្មវិធីប្រកួត Beauty Pageant ជាពិសេសគឺសម្រាប់កម្មវិធី Mr International ដូចខ្ញុំថាអត់ទេព្រោះអីនៅពេលដែលខ្ញុំចូលរួមកម្មវិធីប្រកួត Mr International ឆ្នាំ2024អ្នកដែលឈ្នះចំនួនខ្ញុំឆ្នាំ2024គឺ Spain គាត់អត់ចេះនិយាយភាសាអង់គ្លេសទេហើយគាត់ដល់ពេលចូលរួមកម្មវិធីប្រកួតក៏ដូចជាមានទំនាក់ទំនងជាមួយនឹងបេក្ខភាពផ្សេងទៀតភាគច្រើនគាត់អត់បាននិយាយភាសាអង់គ្លេសទេគាត់និយាយភាសាគាត់ប៉ុន្តែបូករួមជាមួយនឹងកាយវិការអញ្ចឹងចំណុចនេះខ្ញុំគិតថាបេក្ខភាពភាសាអង់គ្លេស yes សំខាន់សម្រាប់ communication ប៉ុន្តែបើសិនជាគាត់មិនអាចនិយាយភាសាអង់គ្លេសបានទេកុំគិតថាវាជាបញ្ហាអ្វីដែលសំខាន់គឺការប្រស័យតាក់ទងអ្នកទាំងអស់គ្នាត្រូវដឹងថាការប្រស័យតាក់ទងមិនត្រឹមតែប្រើភាសានិយាយទេភាសាកាយវិការខ្សែភ្នែកនិងទឹកមុខក៏អាចបង្ហាញពីប្រស័យទំនាក់ទំនងដ៏ល្អឥតខ្ចោះដែលមិនអាចកាត់ថ្លៃបាននេះហើយដែលលក្ខណៈពិសេសរបស់កម្មវិធី Mr International រៀបចំឡើងសម្រាប់បេក្ខភាពនៅក្នុងប្រទេសកម្ពុជាយុវជននៅក្នុងប្រទេសកម្ពុជាឲ្យចូលរួមមិនថាភាសាអង់គ្លេសគាត់នៅមានកម្រិតឬក៏គាត់មិនសូវមានភាសាអង់គ្លេសតែសំខាន់ at least គាត់អាចនិយាយខ្មែរបានគាត់អាចយល់និងមានទំនាក់ទំនងល្អជាមួយនឹងមនុស្សជុំវិញខ្លួនជាពិសេសគឺបទពិសោធន៍នៅក្នុងជីវិតនៅក្នុងសង្គមរបស់ពួកគាត់ផងដែរបាទអរគុណច្រើនបាទសូមអនុញ្ញាតសាកសួរមួយសំណួរទៀតតកតងទៅនឹង5ចំណុចដែលលោកបានលើកឡើងបាទគឺឧទាហរណ៍បើសិនជាបេក្ខភាពមួយរូបបាទបេក្ខជនមួយរូបគាត់មានទាំងចំណេះដឹងគាត់មានសម្រស់បាទគាត់មានភាពក្លាហានបាទភាសារបស់គាត់ក៏បានប៉ុន្តែអ្វីដែលសំខាន់គឺគាត់ខ្វះមួយចំណុចគឺកម្ពស់បាទតើបាទសម្រាប់កម្មវិធីរបស់លោកបាទយើងមានការត្រៀមពិចារណាសម្រាប់បេក្ខជនរូបនោះបាទអរគុណចំពោះសំណួរនេះពិតជាពិសេសមែនទែនតកតងជាមួយនឹង5ចំណុចដែលខ្ញុំបានលើកឡើងហ្នឹងពិតជាសំខាន់ទាំងអស់ប៉ុន្តែដូចខ្ញុំបានជម្រាបជូនអញ្ចឹងថាចំណុចនីមួយនៅការខ្វះខាតរបស់បេក្ខភាពសួរថាខ្ញុំអាចជ្រើសរើសយកមួយណាបើសិនជាគាត់ខ្វះកម្ពស់ឬគាត់ខ្វះចំណេះដឹងឬក៏គាត់ខ្វះភាសាឬក៏គាត់ខ្វះចំណុចណាមួយនៅចំណុចទាំង5ហ្នឹងសួរថាគាត់អាចមានឱកាសជាអ្នកឈ្នះបានអត់ឱកាសនៅតែមានប៉ុន្តែ
ចុងបញ្ចប់នៃលទ្ធផលគឺត្រូវបានសម្រេចដោយគណៈកម្មការទាំងប្រមាណរូបដែលគាត់ធ្វើជាអ្នកគណៈកម្មការនៅក្នុង final តែយើងសម្រេចជារួមជ្រើសរើសបេក្ខភាពមួយណាមានលក្ខណៈសម្បត្តិបែបណាអញ្ចឹងចំណុចនេះគឺស្ថិតនៅលើការវិតម្លៃជាក់ស្ដែងរបស់គណៈកម្មការរួមដោយមិនអាស្រ័យលើខ្ញុំផ្ទាល់ក៏មិនអាស្រ័យលើបុគ្គលណាផ្ទាល់ឬក៏ ND ផ្ទាល់ទេគឺអាស្រ័យលើគណៈកម្មការទាំងអស់ដែលបានចូលរួមដោយឡែកសម្រាប់កម្មវិធី Mr International Cambodia 2025នេះសម្រាប់ final នៅក្នុងថ្ងៃទី28ខែកក្កដាហើយយើងនឹងមានគណៈកម្មការមកពីបណ្ដាជុំវិញពិភពលោកដែលក្នុងនោះមានជាបេក្ខភាពដែលគាត់ជាអ្នក top នៅក្នុងកម្មវិធី Mr International បាទហើយនឹង National Director Mr International ហើយក៏ដូចជាមានជាបេក្ខភាពមកពីកម្មវិធីផ្សេងៗទៀតនៅលើថាអន្តរជាតិក៏ដូចជាអ្នកដែលឈ្នះ winner សម្រាប់បរិះឯកអន្តរជាតិនិងបរិះឯកនៅក្នុងកម្មវិធីផ្សេងៗចូលរួមនៅក្នុងកម្មវិធីនេះគឺជាការវាយតម្លៃរបស់ពួកគាត់សរុបរួមគ្នាទើបយើងអាចសម្រេចយកថាតើអ្នកណាជាអ្នកឈ្នះនិងមានឱកាសបន្តនៅក្នុងកម្មវិធី International នៅលើឆាកអន្តរជាតិផងដែរអរគុណច្រើនបាទសូមអនុញ្ញាតបាទសាកសួរនៅសំណួរមួយទៀតដែលក៏ជាសំណួរមួយយើងអាចចាត់ថាជាសំណួរសំខាន់ផងដែរព្រោះថាមានបេក្ខជនឬក៏បេក្ខភាពបេក្ខនារីបាទមួយចំនួនគាត់មិនហ៊ានដាក់ពាក្យចូលប្រឡងនៅក្នុងកម្មវិធីប្រកួតសម្រស់នោះទេដោយសារតែបញ្ហាមួយនេះបាទនោះគឺបញ្ហាបាទការដែលយើងបានឈ្នះហើយទទួលបានជាលទ្ធភាពហើយប៉ុន្តែគឺมันមានបាត់លទ្ធភាពក្នុងការបាត់ធ្វើដំណើរទៅកាន់ការប្រកួតនៅលើឆាកអន្តរជាតិបាទទី1ទី2ទៀតនៅពេលដែលចូលរួមប្រកួតជាមួយកម្មវិធីគឺគាត់ត្រូវចំណាយច្រើនបាទទៅលើបាទសម្ភារបំពាក់ឬក៏ការធ្វើដំណើរផ្សេងៗបាទអញ្ចឹងបាទកម្មវិធីរបស់យើងឮថាយើងមានពេលនៅក្នុងការប្រកួតបាទរយៈពេល7-2ខែបាទតើបាទសម្រាប់បាទស្ថាប័នបាទ Mr International Cambodia ឆ្នាំ2025តើយើងអាចជួយអ្វីខ្លះបានទៅដល់បាទបេក្ខភាពរបស់យើងដែលគាត់មានបាទគេហៅថាជីវភាពខ្វះខាតហើយពេលប្រឡងចប់ហើយបាទខ្លាយទៅជាជីវភាពហើយតើបាទខាងស្ថាប័នអាចមានអ្វីជាជំនួយអ្វីខ្លះជូនដល់គាត់នៅក្នុងការធ្វើដំណើរទៅប្រកួតនៅលើឆាកអន្តរជាតិបាទមិនថាតែឈុតសម្លៀកបំពាក់បាទបាទការចាយវាយក្នុងការធ្វើដំណើរឬក៏យ៉ាងណាតើស្ថាប័នរបស់លោកបាទមានអ្វីខ្លះសម្រាប់ជួយដល់គាត់បាទអរគុណច្រើនសម្រាប់សំណួរនេះពិតជាពិសេសមែនទែនអ្នកដែលតែងចង់ចូលរួមប្រកួតកម្មវិធី Beauty Pageant តែងតែគិតនៅចំណុចមួយនេះប៉ុន្តែខ្ញុំចង់បញ្ជាក់ថាចំណុចមួយនេះគឺសំខាន់ចំណុចនេះយើងត្រូវសួរត្រឡប់ទៅខ្លួនឯងវិញថានៅពេលដែលយើងសម្រេចចិត្តក្នុងការដាក់ចូលរួមកម្មវិធីប្រកួត Beauty Pageant យើងត្រូវដឹងថាយើងមកដើម្បីយកបទពិសោធន៍មកដើម្បីឈ្នះឬក៏មកដើម្បីការស្រឡាញ់ក្នុងវិស័យសិល្បៈហ្នឹងឬក៏គាត់ថាមកតាមគេទេអញ្ចឹង4ចំណុចនេះគឺត្រូវសួរខ្លួនឯងលើកទី1បន្ទាប់មកទៀតខ្ញុំចង់ទៅសួរទៅអ្នកទាំងអស់គ្នាថាឲ្យដឹងពីខ្លួនឯងនៅពេលដែលយើងចូលរួមកម្មវិធីប្រកួត Beauty Pageant បើសិនជាយើងអ្នកឈ្នះមែនណាខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នានឹងអត់គិតរឿងលុយទេមូលហេតុអ្វីនៅពេលដែលអ្នកទាំងអស់គ្នាមានការតាំងចិត្តខ្ពស់នៅពេលដែលមានអ្នកទាំងអស់គ្នាដឹងថាកម្មវិធីប្រកួត Beauty Pageant នឹងមានលក្ខណៈបែបណាអ្នកទាំងអស់គ្នានឹងអាចរក sponsor ជាពិសេសគឺ sponsor មកអ្នកទាំងអស់គ្នាផ្ទាល់តែម្ដងដូចជាស្ដែងកម្មវិធី Mr International Cambodia 2025យើងអត់ទាន់បានធ្វើកម្មវិធី Sashing Ceremony ទេប៉ុន្តែទន្ទឹមថ្មីនេះគាត់ថាបេក្ខភាពយើងចូលភ្លាមគឺមានអ្នកសុំ sponsor តាក់ទងជាមួយសម្លៀកបំពាក់របស់គាត់ការ make up របស់គាត់ហើយនឹងរបស់ផ្សេងៗរបស់គាត់មិនថាគាត់ប្រកួតថ្នាក់ជាតិឬក៏ថ្ងៃអនាគតដែលគាត់ទៅប្រកួតថ្នាក់អន្តរជាតិទេចំណុចនេះខ្ញុំចង់បញ្ជាក់ទៅដល់បេក្ខភាពឲ្យច្បាស់អ្នកដែលគាត់ចង់ចូលរួមពិធីប្រកួតដូចជាខ្ញុំបានផ្ទាល់ដែរខ្ញុំឆ្លងកាត់ខ្ញុំចង់បញ្ជាក់ថាអ្វីអាចកើតឡើងបានឬអាចទៅរួចបានមិនអាស្រ័យទៅលើអ្វីដែលយើងមានឬមិនមានទេតែអ្វីដែលសំខាន់គឺការតាំងចិត្តពីខាងក្នុងអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាមានការតាំងចិត្តខ្ពស់មិនថាអ្នកទាំងអស់គ្នាមានលទ្ធភាពឬគ្មានលទ្ធភាពទេអ្នកទាំងអស់គ្នានៅតែអាចទៅបានលក្ខណៈថាអាចទៅបានហ្នឹងសួរថាទៅបានដោយកម្រិតណាដូចខ្ញុំបាននិយាយមិញហ្នឹងគឺទៅបានតាមរយៈការជួយ support ពីមនុស្សជុំវិញខ្លួនដោយសារយើងមានទំនាក់ទំនងល្អជាមួយនឹងពួកគាត់មិនថា fan page មិនថាអ្នក designer ឬក៏មិនថាអ្នកណាគេទេគាត់នៅអាចជួយយើងបានបន្តដំណើរជាមួយយើងពួកគាត់គឺជាអ្នកដែលស្រឡាញ់វិស័យ Beauty Pageant ណាខ្ញុំជឿជាក់ថានៅពេលដែលគាត់ស្រឡាញ់ពួកយើងនឹងអាចបន្តដំណើរទៅជាមួយគាត់បានហើយមួយវិញទៀតខ្ញុំចង់ប្រាប់ពួកគាត់មួយទៀតតាក់ទងជាមួយនឹងកម្មវិធីប្រកួតលើ Mr International Cambodia 2025សម្លៀកបំពាក់ដែលយើងត្រូវត្រៀមដូចជាអាវយឺតពាក់ប្រចាំថ្ងៃឬក៏កម្មវិធី Sashing Ceremony គឺយើងមានសម្លៀកបំពាក់សម្រាប់ពួកគាត់ផ្ទាល់ពួកគាត់ត្រៀមទៅស្បែកជើងហើយនឹងក៏អាវធំមួយចំនួនតូចដើម្បីចូលរួមកម្មវិធីនោះទេហើយមួយវិញទៀតខ្ញុំចង់បញ្ជាក់តាក់ទងជាមួយនឹងការស្លៀកពាក់ប្រចាំថ្ងៃឬក៏ពេលមាន event special អីណាមួយអ្នកទាំងអស់គ្នាត្រូវចាំថាការស្លៀកពាក់ដើម្បីឲ្យឃើញភាពស្រស់ស្អាតមិនមែនគ្រាន់តែរកសម្លៀកបំពាក់ដែលមានតម្លៃថ្លៃនោះទេអ្នកទាំងអស់គ្នាត្រូវចេះច្នៃប្រឌិតអ្នកទាំងអស់គ្នាត្រូវតែចេះ
ស្គាល់ពីភាពស្អាតរបស់ខ្លួនឯងហើយជ្រើសរើសសម្លៀកបំពាក់ដែលត្រូវស្អាតខ្លួនឯងមិនប្រកាសថាសម្លៀកបំពាក់ថ្លៃនឹងត្រូវតែអ្នកទាំងអស់គ្នាទេប៉ុន្តែ Mr International Cambodia 2025 Organization ក៏អាចផ្ដល់ជាយោបល់សម្រាប់អ្នកទាំងអស់គ្នានិងអាចជួយ select សម្លៀកបំពាក់សម្រាប់អ្នកទាំងអស់គ្នានៅក្នុងការប្រើ costing ដ៏តិចបំផុតតាមដែលអាចធ្វើទៅបានតែអ្នកទាំងអស់គ្នានៅតែស្រស់ស្អាតនិងសង្ហាជានិច្ចបាទហើយមួយវិញទៀតតកតងជាមួយនឹងសំណួរចុងក្រោយសម្រាប់អ្នកដែលឈ្នះនៅក្នុងកម្មវិធីប្រកួត Mr International Cambodia 2025ហើយបន្តទៅថ្នាក់អន្តរជាតិអ្នកទាំងអស់គ្នាបាច់ភ័យខ្ញុំជឿជាក់ថានៅពេលដែលបុគ្គលម្នាក់ដែលគាត់បានជ័យលាភីក្រុមហ៊ុនក៏ support ស្ថាប័នក៏ support ហើយជាពិសេសបណ្ដា fan page ក៏ដូចជាអ្នកដែល designer គាត់នឹង support ខ្លាំងតែម្ដងសម្រាប់ពួកគាត់ហើយសម្រាប់មធ្យោបាយធ្វើដំណើរទៅប្រកួតក្រៅប្រទេសក៏គាត់មិនបាច់ខ្វល់ដែរគឺខាង organization យើងរៀបចំមក set ឲ្យគាត់តែម្ដងគាត់យកតែខ្លួនយកតែចំណេះដឹងដែលគាត់មានពង្រឹងបន្ថែមវឹកហាត់បន្ថែមនោះគាត់អាចទៅកាន់ឆាកអន្តរជាតិបានហើយខ្ញុំជឿជាក់ថាយ៉ាងមុតមមថាក្នុងឆ្នាំ2025នេះខ្ញុំនឹងតាំងចិត្តឲ្យខ្ពស់នឹងរៀបចំគ្រប់បែបយ៉ាងសម្រាប់គាត់ដើម្បីឲ្យគាត់មានឱកាសអាចចូល top 5 ឬក៏ winner សម្រាប់កម្មវិធី Mr International 2025នេះការសន្យាបែបនេះមិនមែនមានន័យថាត្រូវតែធ្វើឲ្យបានទេប៉ុន្តែការសន្យាបែបនេះគឺចង់បង្ហាញពីគោលគំនិតនៃ organization ក៏ដូចជាការតាំងចិត្តរបស់ organization សម្រាប់កម្មវិធីប្រកួត Mr International នៅលើឆាកអន្តរជាតិសម្រាប់ពួកយើងទៅកាន់បេក្ខភាពចង់ឲ្យបេក្ខភាពទាំងអស់ឲ្យជឿជាក់លើពួកយើងថាពួកយើងនឹងបន្តដំណើរជាមួយគ្នាតាំងពីការចាប់ផ្ដើមនៃកម្មវិធីរហូតដល់បញ្ចប់នៅក្នុងកម្មវិធីជាមួយនឹង brand name Mr International Cambodia 2025ផងដែរបាទអរគុណច្រើនបាទអញ្ចឹងសូមអនុញ្ញាតបាទច្បាច់បន្តិចតកតទៅនឹងឈុតដំណើរជាតិបាទតើក្នុងកម្មវិធីនេះមានវគ្គបាទប្រកួតឈុតដំណើរជាតិដែរឬទេហើយបើសិនជាមានបាទឈុតទាំងអស់ហ្នឹងបាទតើបេក្ខភាពបាទទាំងអស់គាត់ត្រូវរក designer តែខ្លួនឯងឬក៏បាទស្ថាប័នរបស់យើងបាទរៀបចំជូនបាទហើយមានការប្រកួតដែរឬទេបាទសម្រាប់ឈុតដំណើរជាតិបាទអរគុណច្រើនតកតងជាមួយនឹងឈុតតំណាងជាតិនៅក្នុងប្រទេសកម្ពុជារបស់យើងប្រើប្រាស់ឈុតតំណាងជាតិនេះគឺជាអាចជាឈុតសហសម័យឈុតដែលច្នៃឡើងថ្មីឬក៏ឈុតដែលមានលក្ខណៈពិសេសណាមួយដោយឡែកកម្មវិធី Mr International Cambodia 2025នេះកម្មវិធីប្រកួតឈុតតំណាងជាតិយើងអត់បានរៀបចំទេយើងប៉ុន្តែយើងមានការប្រកួតជាមួយនឹងការស្លៀកពាក់ឈុតបែបប្រពៃណីខ្មែរមូលហេតុដែលយើងជ្រើសរើសយកឈុតបែបប្រពៃណីខ្មែរមកជំនួសឈុតតំណាងជាតិពីព្រោះថាឈុតប្រពៃណីខ្មែរជាឈុតមួយដែលយើងតែងតែប្រើប្រាស់នៅក្នុងប្រពៃណីរបស់យើងដែលយើងចង់បន្តនិងរក្សាទុកឲ្យពិភពលោកបានស្គាល់ថាប្រទេសកម្ពុជាមានឈុតប្រពៃណីដ៏ល្អផូរផង់ដ៏ល្អឥតខ្ចោះនៅបន្តរាប់រយរាប់ពាន់ឆ្នាំទៅខាងមុខទៀតដើម្បីបន្តជាកេរដំណែលរបស់បុព្វបុរសយើងដែលបានខិតខំថែរក្សាដូច្នេះហើយបានយើងសម្រេចចិត្តយកសម្រាប់ការសម្រេចចិត្តមួយការប្រកួតពីការប្រើប្រាស់ឈុតតំណាងជាតិជាឈុតឆ្នៃមកជាការប្រើប្រាស់ជាមួយនឹងការស្លៀកពាក់ប្រកួតនៅឈុតបែបប្រពៃណីខ្មែរមកវិញសម្រាប់កម្មវិធីប្រកួតប៉ុន្តែសម្រាប់កម្មវិធីប្រកួតនៅថ្នាក់អន្តរជាតិយើងនៅតែរៀបចំឈុតតំណាងជាតិព្រោះថាកម្មវិធីតម្រូវហើយសម្រាប់ឈុតតំណាងជាតិនេះផងដែរយើងមានការរៀបចំហើយសម្រាប់បេក្ខភាពដែលគាត់តំណាងយើងចាប់ផ្ដើមរៀបនៅ draft នៃគោលគំនិតក៏ដូចជាច្នៃប្រឌិតថាតើ concept អ្វីដែលយើងនឹងយកទៅប្រកួតសម្រាប់នៅលើឆាកអន្តរជាតិនៅក្នុងឆ្នាំ2025នេះសម្រាប់កម្មវិធី Mr International ផងដែរបាទអរគុណច្រើនបាទសម្រាប់បាទបេក្ខភាពបាទជ័យលាភីរបស់ប្រទេសកម្ពុជាយើងបាទក្រោយពេលគាត់ទៅលើឆាកអន្តរជាតិហើយត្រឡប់មកវិញបាទសូមអនុញ្ញាតសាកសួរថាបាទតើបាទសម្រាប់ស្ថាប័នបាទយើងមានជាការចុះកុងត្រាឬក៏យើងមានជាការងារអ្វីមួយបាទឬក៏យើងផ្ដល់ជាអ្វីសម្រាប់គាត់ដែរទេបាទក្រោយពេលបាទគាត់ខ្លាចជាបាទម្ចាស់ជ័យលាភីបាទ Mr International បាទ Cambodia ឆ្នាំ2025ហើយបាទអរគុណច្រើនជាទូទៅកម្មវិធីប្រកួតនៅពេលដែលចប់សម្រាប់ winner និង top 5 ឬក៏ top 10 មួយចំនួនយើងមានលក្ខខណ្ឌនៃការបើសិនជាគាត់ចង់បន្តដំណើរជាមួយយើងអាចចុះកុងត្រាជាមួយគាត់ហើយសម្រាប់លក្ខខណ្ឌនៃការចុះកុងត្រារបស់យើងសម្រាប់ winner ក៏ដូចជា top យើងតាមបែងចែកតាមលក្ខខណ្ឌនីមួយៗផ្សេងគ្នាហើយ benefit ក៏គាត់អាចទទួលជា salaryផ្សេងគ្នាអាស្រ័យទៅលើការកាន់ brand របស់គាត់ដោយសារកម្មវិធី Mr International Cambodia 2025នេះយើងមាន brand សម្រាប់ផលិតផលរបស់យើងគឺតកតងជាមួយនឹងនាឡិកាហើយចិញ្ចៀនអញ្ចឹងបើសិនជាគាត់អាចបន្តដំណើរជាមួយពួកយើងហើយយើងនឹងធ្វើការចុះកុងត្រាជាមួយគាត់សម្រាប់ salary ដែលគាត់ទទួលបាននិងស័ក្តិសមជាមួយនឹងអ្វីដែលគាត់ខំប្រឹងប្រែងហើយក្រៅពីនេះទៅទៀតក្រៅពី salary ដែលគាត់ទទួលបានគាត់ក៏អាចមានឱកាសជាមួយនឹងការងារនៅក្នុងឆាកជាតិនិងអន្តរជាតិផងដែរដោយឡែកជាក់ស្ដែងខ្ញុំបាទផ្ទាល់ជាបេ
កភាពមួយរូបដែលចូលរួមក្នុងកម្មវិធី Mr International 2024អ្នកទាំងអស់គ្នាដឹងហើយខ្ញុំជាមនុស្សរាក់ទាក់និងមានទំនាក់ទំនងច្រើនជាមួយនឹងបណ្ដាប្រទេសជុំវិញពិភពលោកអ្នកទាំងបេក្ខភាពក៏ដូចទាំង organizer អញ្ចឹងខ្ញុំជឿជាក់ថាតាមរយៈការរៀបចំរបស់ខ្ញុំហើយនឹងក្រុមការងារជាមួយនឹង Mr Romeo Libaon Felf ហើយនឹងក្រុមការងារអន្តរជាតិផ្សេងៗទៀតសង្ឃឹមថាបេក្ខភាពរបស់យើងនឹងមានជាមួយនឹងការងារជាប់ឲ្យតែគាត់មានកម្លាំងធ្វើការហើយមិនត្រឹមតែប៉ុណ្ណោះទេហើយក៏អរគុណដល់ក្រុមហ៊ុនផលិតកម្មសាស្ត្រាហ្វីមក៏យើងបានសហការជាមួយគ្នាផងដែរហើយជាមួយនឹងក្រុមហ៊ុនភាពយន្តផ្សេងទៀតយើងក៏បានបន្តការសហការជាមួយគ្នាអញ្ចឹងខ្ញុំជឿជាក់ថាឲ្យតែពួកគាត់មានទេពកោសល្យមានការតាំងចិត្តហើយនឹងមានការច្នៃប្រឌិតហើយនឹងមានការតាំងចិត្តខ្ពស់សម្រាប់វិថីនៃសិល្បៈមួយនេះគាត់នៅតែមានឱកាសដូចថ្មីនេះកម្មវិធី Mr International Organization គឺទទួលបានការងារច្រើនទាក់ទងជាមួយនឹងពិធីករនិងការដើរម៉ូដផ្សេងៗនៅប្រទេសវៀតណាមប្រទេសថៃហើយនឹងបណ្ដាប្រទេសមួយចំនួនទៀតជុំវិញអាស៊ានអញ្ចឹងពួកគាត់នឹងអាចមានឱកាសដើរបង្ហាញម៉ូដដូចខ្ញុំបានចូលរួមនៅក្នុងកម្មវិធីកន្លងផុតទៅនេះផងដែរអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាកុំឲ្យមានចម្ងល់ឬខ្វល់ខ្វាយតាក់ទងជាមួយនឹងកម្មវិធីការប្រកួតចប់អត់មានការងារធ្វើដូចខ្ញុំបានបញ្ជាក់អញ្ចឹងការប្រកួតចប់អត់មានការងារធ្វើមិនថា organization នៅ Mr International ឬ organization ផ្សេងទៀតទេខ្ញុំជឿជាក់ថាសឹងតែ 80% ទៅ 90% មិនមែនមកពី organizer ទេខ្ញុំជឿជាក់ថាមកពីពួកយើងខ្លួនឯងទៅដឹងថានៅពេលដែលយើងខ្លាយជា winner នៅពេលដែលយើងទទួលបានជ័យលាភីណាមួយក្នុងកម្មវិធីតើពួកយើងចេះប្រម៉ូទខ្លួនឯងចេះរៀបចំខ្លួនឯងនិងចេះរៀបជីវិតសិល្បៈខ្លួនឯងនឹងទៅដល់កម្រិតណាតែអ្វីដែលខុសប្លែកពី Mr International Cambodia និង Organization ផ្សេងពួកយើងនឹងផ្ដល់យោបល់សម្រាប់ពួកគាត់យើងនឹង consultant ជាមួយពួកគាត់ស្វែងរកអ្វីដែលជាខ្លួនគាត់ទៅប្រាប់ពួកគាត់ដើម្បីឲ្យគាត់ជ្រើសរើសយកអ្វីមួយដែល unique មានភាពខុសប្លែកពីគេដើម្បីចាប់ជាអាជីពនៅក្នុងវិស័យសិល្បៈនេះតែម្ដងបាទសូមអរគុណបាទអរគុណច្រើនបាទសម្រាប់ការចំណាយពេលវេលាចូលជាមួយកម្មវិធីបាទចុងក្រោយបាទតើបាទលោកមានអ្វីបាទប្រាំផ្ញើក៏ជាបាទផ្ដល់ជូនបាទសម្រាប់អ្នកគ្រប់គ្រងបាទវិស័យប្រឡងបាទបវរកញ្ញាឬក៏បវរឯកបាទឬក៏អ្នកគ្រប់គ្រងកម្មវិធី Mr International Cambodia ឆ្នាំ2025បាទបាទអរគុណច្រើនជាចុងក្រោយសូមអរគុណដំបូងគេបង្អស់ទៅកាន់បណ្ដា fan page ក៏ដូចជាអ្នកដែលគ្រប់គ្រងវិស័យ beauty pageant មិនថា Mr International Cambodia ឬក៏វិស័យ beauty pageant ផ្សេងទៀតទេពួកយើងអរគុណជានិច្ចសម្រាប់ការគ្រប់គ្រងអ្នកទាំងអស់គ្នាបើមិនជាអ្នកគ្មានអ្នកទាំងអស់គ្នាក៏គ្មានពួកយើងថ្ងៃនេះដែរហើយបន្តមកទៀតខ្ញុំក៏សូមអរគុណដល់បណ្ដា sponsor ទាំងអស់សម្រាប់កម្មវិធី Mr International Cambodia ដែលគាត់បានចំណាយទាំងថវិកាទាំងពេលវេលាចូលរួមជាមួយពួកយើងចូលរួមដំណើរជាមួយពួកយើងការចូលរួមរបស់ពួកគាត់ជាមួយនឹងកម្មវិធី Mr International មិនមែនត្រឹមតែចូលរួម support នៅក្នុងកម្មវិធីរបស់យើងទេប៉ុន្តែវាជាផ្នែកមួយដើម្បីចូលរួមនៅក្នុងការអភិវឌ្ឍប្រទេសជាតិលើវិស័យសិល្បៈដូចយើងដឹងហើយថាវិស័យសិល្បៈពិតជាដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើងហើយជាក់ស្ដែងកម្មវិធី Mr International គឺចង់ស្វែងរកបរិសុទ្ធម្នាក់បរិសុទ្ធឯកម្នាក់ដែលតំណាងឲ្យប្រទេសកម្ពុជាមិនត្រឹមតែកម្មវិធីប្រកួតនោះទេគាត់អាចជា brand ambassador tourism ហើយជាពិសេសមួយទៀតគាត់ជាអាចបុគ្គលម្នាក់ជាបុគ្គលគំរូដើម្បីចែករំលែកនៅបទពិសោធន៍ដើម្បីធ្វើជាបង្គោលមួយពង្រឹងនៅភាពក្លាហាននិងពង្រឹងនៅភាពអស្ចារ្យពង្រឹងនៅការចែករំលែកនៅចំណេះដឹងផ្សេងៗបទពិសោធន៍ផ្សេងៗទៅកាន់អ្នកដទៃទៀតដើម្បីឲ្យពួកគាត់មានការក្របឈរឡើងមានការតស៊ូមានការជំនះរាល់ឧបសគ្គនិងបញ្ហាដែលកើតឡើងលើជីវិតរបស់ពួកគាត់ដោយដែលបេក្ខភាពរបស់យើងបានឆ្លងកាត់ដែរនេះហើយគឺជាអ្វីដែលយើងចង់បង្ហាញទៅកាន់អ្នកទាំងអស់គ្នាហើយជាចុងក្រោយក៏សូមអរគុណដល់បងនៅខាង TV9 បាទទូរទស្សន៍ប៉ូលីស9ដែលបានផ្ដល់កិត្តិយសដ៏មានតម្លៃក៏ដូចជាធ្វើកិច្ចសម្ភាសពិសេសមិនថាខ្ញុំបាទក៏ដូចជាបេក្ខភាពរបស់យើងផងដែរជាការផ្ដល់តម្លៃយ៉ាងពិសេសមែនទែនសម្រាប់ពួកយើងដែលមិនអាចកាត់ថ្លៃបានដើម្បីពួកយើងបង្ហាញនិងនិយាយនៅអ្វីដែលក្នុងចិត្តដែលពួកយើងចង់និយាយទៅកាន់សាធារណជនទាំងអស់ជាពិសេសគឺប្រជាជនកម្ពុជារបស់យើងសម្រាប់កម្មវិធីប្រកួត Beauty Pageant មួយនេះបាទហើយជាចុងក្រោយសូមជូនពរអ្នកទាំងអស់គ្នាឲ្យជោគជ័យគ្រប់ភារកិច្ចការងារហើយជាពិសេសសម្រេចនៅបំណងប្រាថ្នាដែលលោកអ្នកចង់ធ្វើកុំចាំថ្ងៃស្អែកចូលធ្វើអ្វីនៅក្នុងថ្ងៃនេះដើម្បីអនាគតរបស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាត្រូវចាំថាអនាគតជាពិសេសគឺជីវិតរបស់អ្នកគឺស្ថិតនៅក្នុងដៃអ្នកជាអ្នកសម្រេចមិនស្ថិតនៅក្នុងដៃអ្នកណាទេអញ្ចឹងត្រូវជឿជាក់លើខ្លួនឯងធ្វើអ្វីដែលខ្លួនឯងចង់ធ្វើហើយធ្វើថ្ងៃនេះកុំចាំថ្ងៃស្អែកត្រូវចាំថាមួយទៀតគឺថ្ងៃនេះគឺសម្រាប់អ្នកទាំងអស់គ្នាមិនមែនថ្ងៃស្អែកទេបាទអរគុណ